នឹងហើយដោយសារតែមានពុកម៉ែបងប្អូនមួយចំនួនគាត់សួរមកខ្ញុំថាមើលមិនបានដឹងថារ៉ែហ្នឹងគឺជារ៉ែមាសហើយរ៉ែហ្នឹងវាមានមាសអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំនឹងមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនចាំមើលឲ្យដល់ចប់ហើយពុកម៉ែបងប្អូននឹងដឹងថារ៉ែមានមាសគេមើលបែបណានឹងហើយអញ្ចឹងរ៉ែបន្ទាប់ពីយើងដើរចោះដើរជីកបានហើយនឹងហើយគឺយើងយកវាមកធ្វើបែបហ្នឹងពីព្រោះរ៉ែមាសគឺយើងមើលអត់ឃើញមាសទេរ៉ែខ្លះគឺយើងមើលអត់ឃើញមាសទេហើយរ៉ែមាសពុកម៉ែបងប្អូនទាំងអស់គ្នាគឺមិនមែនចេះតែមានមាសទេនឹងហើយពីព្រោះរ៉ែមាសគឺកន្លែងខ្លះគឺវាមានមាសកន្លែងខ្លះគឺវាអត់មាសហើយកន្លែងខ្លះវាមានច្រើនកន្លែងខ្លះវាមានតិចវាមានមាសតិចវាមានមាសច្រើនអញ្ចឹងណានឹងហើយដោយសារតែរ៉ែខ្លះគឺវាអត់មានមាសទេអញ្ចឹងគឺដើម្បីប្រកាសថារ៉ែនឹងវាមានមាសឬក៏មិនមានមាសឥឡូវយើងមកធ្វើបែបនេះឲ្យចាំមើលទាំងអស់គ្នាតើការដំរ៉ែរបស់គាត់នឹងហើយពេលដែលយកទៅអ៊ុតនឹងតើមានមាសអត់នឹងហើយបើសិនជាមានមាសនឹងហើយគឺយើងជីកច្រកបេនឹងហើយពីព្រោះការជីករ៉ែមាសគឺយើងមិនចេះអត់តែឃើញរ៉ែមាសជីកយកទេនឹងហើយគឺយើងត្រូវយករ៉ែនឹងយើងយកមកអ៊ុតសិនហើយបើសិនជាឃើញមាសនឹងហើយគឺយើងជីករ៉ែនឹងច្រកបេប៉ុន្តែបើសិនជាយើងយករ៉ែនឹងទៅអ៊ុតយកទៅដំមើលហើយយកទៅអ៊ុតហើយអត់ឃើញមានមាសទេនឹងហើយគឺយើងអត់យកទេនឹងហើយអញ្ចឹងគឺយើងរកកន្លែងផ្សេងទៀតឥឡូវពុកម៉ែបងប្អូនរងចាំតាមដានទាំងអស់គ្នាចាំមើលតើការអ៊ុតរ៉ែរបស់គាត់តើមានមាសអត់អញ្ចឹងពុកម៉ែបងប្អូនដែលគាត់តែងតែចង់ដឹងតែងតែសួរមកខ្ញុំសួរថារ៉ែគេមើលមិនដឹងថាមានមាសអញ្ចឹងវិធីនេះឯងនឹងហើយគឺវិធីនេះឯងដើម្បីឲ្យប្រកាសថារ៉ែនឹងវាមានមាសឬក៏មិនមានមាសព្រោះពុកម៉ែបងប្អូនខ្លះគាត់គិតថាឲ្យតែរ៉ែមាសគឺវាមានមាសទាំងអស់ហើយអត់ទេពុកម៉ែបងប្អូនណារ៉ែមាសគឺវាមិនមែនមានមាសទាំងអស់ទេគឺវាមានដោយកន្លែងទោះបីជារ៉ែនឹងជារ៉ែមាសក៏ដោយណាអញ្ចឹងទោះបីជារ៉ែនឹងជារ៉ែមាសក៏ដោយបើសិនជាវាអត់មានមាសគឺវាអត់ហើយណាដោយសារតែរ៉ែមាសគឺវាកន្លែងខ្លះវាមានមាសកន្លែងខ្លះវាអត់មាសហ្នឹងហើយដូចខ្ញុំប្រាប់ដែរអញ្ចឹងគឺយើងត្រូវធ្វើបែបហ្នឹងដើម្បីឲ្យប្រកាសថារ៉ែនឹងគឺជារ៉ែមាសពុកម៉ែបងប្អូនណាអញ្ចឹងគឺយើងយកមករែងបែបហ្នឹងឯងយើងយកមករែងបែបហ្នឹងហើយយើងរែងតើយើងចេះរែងដែរបើសិនជាយើងអត់ចេះរែងទេអាហ្នឹងក៏យើងអត់ដឹងថាមានមាសដែរពុកម៉ែបងប្អូនណាអញ្ចឹងតើតែយើងចេះរែងហ្នឹងហើយយើងចេះរែងបានយើងអាចយករែងទៅឃើញមាសពីព្រោះបើសិនជាយើងអត់ចេះរែងទេបើសិនជាមានមាសគឺវាប៉ើងចេញតាមទឹកតាមអីចឹងទៅហើយការរែងគឺយើងរែងរលាកបែបហ្នឹងហើយពុកម៉ែបងប្អូនរងចាំមើលទាំងអស់គ្នាថារ៉ែហ្នឹងគឺមានមាសអត់ហ្នឹងហើយឥឡូវយើងរែងឃើញ